បងប្អូននិងប្រិយមិត្តទាំងអស់គ្នាដែលកំពុងតាមដានទស្សនាវីដេអូរបស់ Cambodia Knowledge ទាំងអស់គ្នាអញ្ចឹងថ្ងៃនេះខ្ញុំក៏មានវីដេអូចំពោះអ្នកចូលចិត្តលេងហ្គេម Dream League Soccer បាទគឺហ្គេមនេះបាទមានបងប្អូនខ្លះគាត់ចង់លេងហ្គេមហ្នឹងដោយ hate បានបាទអញ្ចឹងខ្ញុំនឹងប្រាប់ដល់អ្នកទាំងអស់គ្នាពីការ hate បាទឥឡូវខ្ញុំសូមចូលក្នុងហ្គេមនឹងបងប្អូនគ្នាសិនបាទយើងសាកវាមើលសិនថាវាមានកាក់អត់បាទអញ្ចឹងបងប្អូនឃើញហើយនៅខាងលើនេះគឺវាមានដាក់1000បាទអញ្ចឹងយើងទៅហេកបងប្អូនគ្នាបាទជាដំបូងអ្នកនរគ្នាសូមdown file នេះមួយសិនបាទ file នេះបាទ file ហ្នឹងអញ្ចឹង file ហ្នឹងបងប្អូនត្រូវ down នៅក្នុងបាទខ្ញុំដាក់ link ឲ្យនៅ description ខាងក្រោមបាទសូម down វាមកហើយយើងត្រូវមានកម្មវិធីនេះមួយទៀតបាទបងប្អូនត្រូវ download កម្មវិធីហ្នឹងមកបាទកម្មវិធី RAR ហ្នឹងនៅក្នុង Play Store មកយើងចូល Play Store មកបាទយើង search បាទ RAR មកយើង search អីទៅអូផ្លេចបើកអ៊ីនធឺណិតបាទចឹងបាច់ខ្ញុំបង្ហាញនៅលើ Play Store ក៏បានដែរសំខាន់អត់តែអ្នកនរគ្នា down កម្មវិធីហ្នឹងមកនៅក្នុង Play Store គឺមានវាយពាក្យថា RAR ទៅវាចេញហើយបាទអញ្ចឹងក្រោយពីពេលអ្នកនរគ្នា down នៅកម្មវិធីសំទោសគឺ file មួយនេះហើយយើងចូលទៅកម្មវិធីហ្នឹងទាំងអស់គ្នាកម្មវិធី RAR ហ្នឹងបាទបាទរួចហើយយើងទៅរកមើល file ដែលយើង down បាននោះខ្ញុំដាក់នៅនេះបាទអញ្ចឹងយើងចុច click លើវាមកហើយយើងចុចអានេះយើងបំបែកវាបាទបន្ទាប់មកយើងយកអាលើហ្នឹងហើយអានេះ click វាឥឡូវមកយកអាលើហ្នឹងបន្ទាប់មកចុច OK បាទដោយសារ file នេះខ្ញុំបានដាក់លេខកូដវាអញ្ចឹងបងប្អូនត្រូវមើលលេខកូដវាទាំងអស់គ្នាយើងដាក់លេខ1 2 1 2បាទប៉ុណ្ណឹងមកឬហើយចុច OK បាទបងប្អូនមកដាក់លេខកូដទេគឺវាអត់ឲ្យ hack បានទេគឺវាអត់ឲ្យបំបែក file ហ្នឹងទេបាទអញ្ចឹងនេះគឺ file Dream League បាទអញ្ចឹងយើងចូលទៅកម្មវិធីនេះមិញវិញបាទយើងទៅមើលអា file ដែលយើងបាន hack មកមិញបាទបំបែកវារួចហើយអញ្ចឹងយើង copy បាទទៅគឺយើង copy អានេះបាទយើង copy វាមកដាក់នៅ Android តមកខាងលើគេនេះ data អញ្ចឹងការ hack នេះដោយសារខ្ញុំបានធ្វើវាបែបនេះអញ្ចឹងអ្នកនរត្រូវ down file data របស់ Dream League បើយើងមានហើយយើងចុចព្រមសិនមកយើងចុចព្រមមកហើយយើងចុច apply to all តមកចុច override នៅខាងក្រោមនេះបាទអញ្ចឹងបើ file យើងមានហើយយើងវានឹងលុបអូតូតែម្ដងបាទឥឡូវយើងសាកចូលទៅក្នុង Dream League របស់យើងវិញដាក់សំចាំតិចបាទវានឹងចេញបែបនេះនៅពេលដែលយើង copy data ចូលអ្នកនរគ្នារងចាំវាបន្តិចទៅបាទអញ្ចឹងគឺបានហើយនេះ
កបាល់ទាត់ខ្ញុំរើសលីកវាមកបាទចឹងអ្នកនរអាចកែប្រែអីតាមចង់ដាក់ទៅតាមនេះគឺសារខ្ញុំធ្វើរួចអញ្ចឹងបាទអញ្ចឹងវីដេអូនេះខ្ញុំសូមចប់ត្រឹមហ្នឹងចុះហើយក៏អរគុណដែរចំពោះការមើលវីដេអូរបស់ខ្ញុំអញ្ចឹងសូមចុច like ចុច share និងចុច subscribe ដើម្បីទទួលបានវីដេអូល្អៗច្រើនទៀតបាទអញ្ចឹងអរគុណបាទបើមានចម្ងល់អីសូម comment មកខាងក្រោមផងបាទ